ជំរាបសួរក៏ដូចជាសួស្តីបងវីដេអូមុនបងបានដឹងរួចមកហើយអំពីដំណាក់កាលនៃការផលិតសូត្រអញ្ចឹងវីដេអូនេះខ្ញុំនឹងនាំបងទៅមើលពីការតម្បាញក្រមាសូត្រវិញម្ដងចង់ដឹងថាតើការតម្បាញនឹងយើងប្រើរយៈពេលយូរប៉ុណ្ណាទៅคล้ายទៅជាក្រមាមួយតោះឥឡូវទៅជួបជាមួយនឹងបងអ្នកតម្បាញនៅខាងក្នុងមួយខ្ញុំទាំងអស់គ្នាជំរាបសួរអ៊ីចាខ្ញុំជម្រាបសួរចាអ៊ីកំពុងតម្បាញក្រមាមែនចាតម្បាញក្រមាអ៊ីចំណាយពេលប្រហែលមួយថ្ងៃយើដែលធ្វើបានក្រមាមួយជាក្រមាមួយអ៊ីចំណាយ5ថ្ងៃ5ថ្ងៃចាអ៊ីហើយមួយវិញទៀតអ៊ីគិតថាដំណាក់កាលណាមួយវាពិបាកជាងគេនៅក្នុងដំណាក់កាលទាំងអស់តាំងពីដំណាក់កាលផ្ដើមមកអ៊ីយ៉ាប់ពិបាកជាងគេពេលវាដាច់ទៅត្រូវធ្វើមកអ៊ីកាប់តាសៃទៅចោលយើងអត់ទេយើងត្រូវចាប់ទាញពីនោះមកបញ្ចូលតាមនេះហើយត្រូវបញ្ចូលតាមបតានេះហើយបញ្ចូលតាមថ្មិញមកដល់នេះការតម្បាញនេះគឺយើងរៀងចំណាយពេលបន្តិចមែនដើម្បីទទួលបាននៅក្រមាសូត្រមួយហើយយើងឃើញថាឆ្លងកាត់អស់រយៈពេលដ៏យូរក្រមាសូត្ររបស់យើងគឺនៅតែមានតម្លៃជានិច្ចហើយសម្រាប់បងដែលចង់មកមើលអំពីសូត្រផ្ទាល់ឬក៏ចង់មកមើលពីការតម្បាញនេះបងអាចអញ្ជើញមកអាទីសង់អង្គរបានណា